ដោយការចរចានៅទីក្រុងប៉ារីពុំបានហុចនៅវត្តផលល្អហើយដោយសហរដ្ឋអាមេរិកបានសម្ដែងនៅការព្រួយបារម្ភរបស់គេស្ដីពីឯករាជ្យខ្មែរនៅចំពោះមុខកម្មាំងកុម្មុយនីសព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុក៏យាងទៅអបមកកម្ពុជាវិញនៅថ្ងៃ14ឧសភាឆ្នាំ1953ដដែលនោះបន្ទាប់ពីបានស្នាក់អាស្រ័យនៅទីក្រុងតូក្យូអស់មួយរយៈពេលចំពោះព្រះមហាក្សត្រខ្មែរទិសដៅអំណះតទៅគឺមានតែមួយគត់គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលឲ្យបានទើបអ្វីអាចធ្វើទៅបានព្រះអង្គមានជំនឿថាព្រះអង្គនឹងអាចធ្វើកិច្ចការនេះបានព្រោះក្រុមខ្មែរអិសរៈកំពុងបែកបាក់គ្នាហើយខិតខំរើបំរាស់ខ្លួនចេញពីចៅកណាវៀតមិញមេអិសរៈដាបឈួនហៅឈួនមកចូលពេជ្រក៏បានចុះចូលក្នុងជួររាជរដ្ឋាភិបាលតាំងពីថ្ងៃទី1តុលាឆ្នាំ1949មកហើយដែររីឯពុទ្ធឆាយនិងនៅពេជ្រក៏បានមកសុំជ្រកកោននឹងព្រះបិតារបស់ព្រះអង្គទៀតផងដូច្នេះឃើញថាក្រៅពីបកប្រជាធិបតេយ្យដែលកំពុងតែផ្លាស់ប្ដូរអ្នកដឹកនាំរបស់គេព្រះអង្គអាចនឹងធ្វើការបង្រួមជាតិបានដោយងាយព្រោះអំណាចបានធ្លាក់មកក្នុងកណ្ដាប់ដៃរបស់ព្រះអង្គអស់ទៅហើយសូមបញ្ជាក់ថានៅពេលនោះទោះបីក្រុមខ្មែរអិសរៈខ្លះដូចជាក្រុមចន្ទរង្សីសាវាងវង្សនិងស៊ិនងុកថាន់ជាដើមពុំទាន់ចុះចូលព្រះអង្គក៏ដោយក៏ពួកគេពុំអាចធ្វើការតស៊ូនៅក្នុងព្រៃបន្តទៅទៀតដែរនៅក្នុងករណីដែលព្រះអង្គអាចធ្វើការបង្រួមជាតិបានព្រោះថាបើព្រះអង្គគ្រប់គ្រងកម្លាំងទាំងនោះបានបារាំងច្បាស់ជាមានការទុកចិត្តទៅលើរូបព្រះអង្គហើយច្បាស់ជាត្រូវបង្ខំចិត្តប្រគល់ឯករាជ្យមកឲ្យខ្មែរជាពំខានហើយទន្ទឹមនោះក៏អាចរក្សាឥទ្ធិពលរបស់គេនៅកម្ពុជាបន្តទៅទៀតតាមការពិតទៅកត្តាសំខាន់បំផុតគឺសាមគ្គីភាពផ្ទៃក្នុងបើបានសាមគ្គីភាពផ្ទៃក្នុងហើយតើមានអ្វីទៀតអាចមកជ្រៀតជ្រែកបានទៀតគឺនៅសល់តែការគ្រប់គ្រងសង្គមទាំងមូលទៅតាមកតេយុត្តិធម៌តែប៉ុណ្ណោះលក្ខខណ្ឌចុងក្រោយនេះជាការពិបាកក៏ពិតមែនប៉ុន្តែគេអាចនិយាយបានថាព្រះបាទនរោត្តមសីហនុនៅពេលនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងអស់ដើម្បីធ្វើកិច្ចការអស់ទាំងនោះគ្រោះថ្នាក់តែមួយគត់គឺការធ្លាក់ដោយមិនដឹងខ្លួនទៅក្នុងកណ្ដាប់ដៃពួកអាណានិគមនិយមម្ខាងទៀតដែលកំពុងរងចាំឱកាសចូលតាមទ្វារក្រោយបន្ទាប់ពីទ្រង់បានព្រះតម្រិះដូច្នេះហើយព្រះមហាក្សត្រខ្មែរបានប្រកាសនៅថ្ងៃទី12មិថុនាថាព្រះអង្គនឹងទៅតាំងសេនាធិកាដ្ឋានរបស់ព្រះអង្គនៅខេត្តសៀមរាបគឺខេត្តដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អតីតមេអិសរៈខ្មែរឈួនមកចូលពេជ្រហើយដែលគ្មានវត្តមាននៃកងទ័ពបារាំងបន្ទាប់មកនៅថ្ងៃ14មិថុនាឆ្នាំ1953ដដែលនោះព្រះអង្គក៏ទ្រង់យាងទៅទីក្រុងបាងកកនៅពេលដែលព្រះអង្គយាងមកដល់ទីក្រុងបាងកកព្រះបាទនរោត្តមសីហនុពុំបានទទួលនៅបដិសណ្ឋារកិច្ចកក់ក្ដៅអ្វីពីប្រទេសថៃទេព្រោះប្រទេសថៃចង់រក្សាទំនាក់ទំនងល្អជាមួយបារាំងព្រះមហាក្សត្រថៃភូមិបុលពុំបានទទួលជួបសន្ទនាអ្វីជាមួយព្រះអង្គទេរីឯរដ្ឋមន្ត្រីទី1ថៃភិបុលសង្គ្រាមក៏បានបញ្ចេញនៅអិរិយាបថយ៉ាងស្ងួតដាក់ព្រះអង្គដែរហើយថែមទាំងហាមឃាត់ព្រះអង្គមិនឲ្យជួបនឹងអ្នកកាសែតនៅលើទឹកដីថៃទៀតផងគឺចាត់ទុកព្រះអង្គជាអ្នកជ្រកកោននយោបាយទុកជាស្រេចនៅក្នុងពេលដដែលនោះសារព័ត៌មានអន្តរជាតិបានបញ្ចេញនៅប្រតិកម្មផ្សេងៗរបស់គេខុសពីនេះប្រទេសឥណ្ឌានិងប្រទេសភូមាគាំទ្រគំនិតរបស់ព្រះមហាក្សត្រខ្មែរនៅប្រទេសបារាំងឯនោះវិញ
ក្រៅពីសារព័ត៌មាន France ទៀតសារព័ត៌មានឯទៀតបានបញ្ចេញនៅការពេបជ្រាយរបស់គេចំពោះសកម្មភាពរបស់ព្រះបាទនរោត្តមសីហនុសារព័ត៌មានអង្គារ Daily Telegraph បានសរសេរដាក់ផ្កាយផ្កាថាបើគ្មានវត្តមានបារាំងទេនោះប្រទេសកម្ពុជាប្រហែលជាក្លាយទៅជាប្រទេសឯករាជ្យមួយដែលរនាំប្រទេសចិនតាំងពីយូរណាស់បាត់ទៅហើយដូច្នេះឃើញថាចំពោះព្រះមហាក្សត្រខ្មែរច្រកមានតែមួយទេគឺសាមគ្គីភាពផ្ទៃក្នុងបន្ទាប់ពីទីក្រុងបាងកកព្រះមហាក្សត្រក៏ធ្វើព្រះរាជដំណើរឆ្ពោះទៅសេនាធិការដ្ឋានរបស់ព្រះអង្គនៅទីក្រុងសៀមរាបក្រោយមកទៀតនៅថ្ងៃ28មិថុនាឆ្នាំ53ដដែលព្រះអង្គក៏យាងទៅខេត្តបាត់ដំបងគឺនៅទីនោះហើយដែលព្រះអង្គប្រកាសប្រម៉ែប្រមូលកម្លាំងដើម្បីប្រឈមមុខនឹងស្ថានភាពដ៏ពិបាកនេះព្រះបាទនរោត្តមសីហនុបានប្រកាសជាអាថានឹងធ្វើការតស៊ូប្រឆាំងនឹងសត្រូវគ្រប់ប្រភេទដើម្បីបុព្វហេតុឯករាជ្យជាតិការប្រកាសនេះបានទទួលជោគជ័យមួយយ៉ាងអស្ចារ្យព្រោះអ្នកណាក៏សុខចិត្តគាំទ្រព្រះអង្គដែររួមបញ្ចូលទាំងខ្មែរដែលជាទាហានបារាំងផងទៀតពួកខ្មែរអិសរៈជាច្រើនក៏បាននាំគ្នាមកគាំទ្រព្រះអង្គដែរប៉ុន្តែកម្លាំងចិត្តមិនគ្រប់គ្រាន់ទេព្រោះត្រូវរៀបចំអង្គការចាត់តាំងឲ្យបានល្អត្រឹមត្រូវសិនទើបអាចគេចពីផលវិបាកមិនល្អបានដោយខ្វះនៅអង្គការចាត់តាំងត្រឹមត្រូវអ្នកខ្លះបានឈៀតយកឱកាសនោះបង្កើតការរំជើបរំជួលពេញទីក្រុងភ្នំពេញដោយជាការគប់ក្របបែកនៅតាមរោងកសែតជាដើមនៅទីបំផុតចាប់តាំងពីថ្ងៃ3កក្កដាមកបារាំងក៏បន្ទន់អេរយាប័តគួរកត់សម្គាល់ផងដែរថាកត្តាសំខាន់នៃជោគជ័យនេះគឺការចេះប្រមូលកម្លាំងសាមគ្គីភាពនៃប្រជាជាតិទាំងមូលរីឯការរួបរวมជាតិជាធ្យូងតែមួយអាចធ្វើទៅបានលុះណាតែមានទិសដៅនិងមូលហេតុតាក់ទងនឹងប្រយោជន៍ប្រទេសជាតិពិតប្រាកដហើយនៅក្នុងករណីនេះគឺឯករាជ្យទាំងមូលរបស់ជាតិតែម្ដងកាលណាប្រជាជាតិទាំងមូលនាំគ្នាក្រោកឈរដោយមនុស្សតែម្នាក់គឺជាការធានាមួយយ៉ាងធំព្រោះអ្វីដែលគេខ្លាចបំផុតគឺការប្រឈមមុខដាក់គ្នាឯងទៅវិញទេដែលជាហេតុធ្វើឲ្យសត្រូវអាចឆ្លៀតឱកាសបង្កើតសង្គ្រាមផ្ទៃក្នុងនៅខែសីហាឆ្នាំ1953ដដែលនោះការចរចារវាងបារាំងនិងខ្មែរក៏ចាប់ផ្ដើមហើយនៅថ្ងៃ29មិថុនាបារាំងក៏ប្រគល់ឯករាជ្យផ្នែកយុទ្ធធរនិងផ្នែកសន្តិសុខមកឲ្យខ្មែរនៅថ្ងៃ17តុលាឆ្នាំដដែលប្រទេសកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ខាងផ្នែកយោធាប៉ុន្តែគេត្រូវរងចាំសន្និសីទនៅទីក្រុងហ្សឺណែវទៀតទើបអាចដោះស្រាយបញ្ហាវត្តមានកងទ័ពវៀតមិញនៅលើទឹកដីកម្ពុជាបានខ្ញុំសូមស្កេះត្រង់នេះសិនចុះហើយនៅពេលក្រោយខ្ញុំនឹងនិយាយអំពីដំណាក់កាលពេលក្រោយជាបន្តមកទៀត